คณะពេលដែលរដ្ឋមន្ត្រីថ្មីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺលោកស្រីភឿងសកលណាកំពុងថ្លែងនៅលើឆាកសរសើរផលិតករភាពយន្តខ្មែរចំពោះការខិតខំនាំយកមកវិញនៅកិត្យានុភាពនៃវិស័យភាពយន្តខ្មែរនៅឯពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាក្នុងទីក្រុងភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅនេះផលិតករភាពយន្តខ្មែរដ៏ល្បីឈ្មោះម្នាក់គឺលោកឆាយបូរ៉ាបានអង្គុយស្ដាប់យ៉ាងស្ងៀមស្ងាត់រួចបានទះដៃអបអរសាទរចំពោះការថ្លែងរបស់លោកស្រីរដ្ឋមន្ត្រីថ្មីនេះប៉ុន្តែខ្សែភាពយន្តខ្នាតវែងចុងក្រោយរបស់លោកឆាយបូរ៉ាគឺរឿង3កន្លះដែលលោកបានសហការផលិតជាមួយផលិតករភាពយន្តសង្ហបុរីមិនទាន់ត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជានៅឡើយទេខ្ញុំគិតថារដ្ឋមន្ត្រីដែលទើបនឹងឡើងកាន់តំណែងថ្មីគឺគាត់ប្រហែលជាពិចារណាអំពីការលើកស្ទួយវិស័យសិល្បៈគ្រប់វិស័យជាពិសេសគឺវិស័យភាពយន្តនឹងហើយនឹងបើកជើងមេឃឲ្យទូលាយជាងនេះតទៅទៀតរឿង3កន្លះដែលត្រូវបានថតនៅក្នុងរាជធានីភ្នំពេញលាតត្រដាងអំពីអំពើជួញដូរផ្លូវភេទជាពិសេសការទិញនិងលក់ព្រហ្មចារីស្ត្រីនៅក្នុងប្រទេសកម្ពុជាឈុតឆាកខ្លះនៅក្នុងខ្សែភាពយន្តនេះបង្ហាញពីការបង្ខំរបស់មេបនឲ្យនារីវ័យក្មេងដេកសន្ទះព្រហ្មចារីរបស់ខ្លួនម្ដងហើយម្ដងទៀតដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនដែលស្វែងរកការរួមភេទជាមួយនារីក្រមុំព្រហ្មចារីផលិតករភាពយន្តនេះនិយាយថាគណៈកម្មការត្រួតពិនិត្យភាពយន្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈមិនយល់ស្របនឹងឈុតឆាកមួយចំនួននៅក្នុងរឿងនេះដោយពួកគេយល់ថាឈុតទាំងនោះបង្ហាញពីភាពអវិជ្ជមានចំពោះសង្គមកម្ពុជាដូច្នេះពួកគេបានស្នើឲ្យផលិតករកាត់ឈុតឆាកទាំងនោះចេញមុននឹងពួកគេអាចផ្ដល់អាជ្ញាប័ណ្ណឲ្យចាក់បញ្ចាំងរឿងនេះបានប៉ុន្តែលោកឆាយបូរ៉ាបានបដិសេធអ្នកធ្វើខ្សែភាពយន្តមិនថាតែរូបខ្ញុំឬក៏មិត្តរួមអាជីពទេគឺត្រូវការអិសរភាពក្នុងការបញ្ចេញនៅមតិយោបល់អវិជ្ជមាននៅក្នុងសង្គមដើម្បីលាតត្រដាងនិងដើម្បីជាការអប់រំដល់ប្រជាពលរដ្ឋខ្មែរផងសម្រាប់លោកឆាយបូរ៉ាដែលខ្សែភាពយន្តខ្នាតវែងរបស់លោករឿងឃ្លាតទៅសែនឆ្ងាយត្រូវបានជ្រើសរើសយកទៅប្រកួតប្រជែងសម្រាប់ពានរង្វាន់អូស្ការផងនោះកង្វះសិទ្ធិបញ្ចេញមតិនេះបានត្រឹមតែធ្វើឲ្យផលិតករនាំគ្នាផលិតតែភាពយន្តបែបភ័យរន្ធត់និងកម្សាន្តសប្បាយតែប៉ុណ្ណោះជាជាងភាពយន្តដែលបង្កប់ទៅដោយសារអប់រំដល់សង្គមវិស័យភាពយន្តយើងមិនមែនលើកស្ទួយតែប្រភេទខ្សែភាពយន្តដែលមានអភិនិហាឬក៏ជារឿងខ្មោចព្រាយបិសាចឬគ្រាន់តែជាខ្សែភាពយន្តដែលនាំឲ្យយើងសើចសប្បាយលេងកម្សាន្តប៉ុណ្ណោះទេប៉ុន្តែវាជាកញ្ចក់ហើយវាជាមេរៀនសម្រាប់អប់រំដល់យុវជនអញ្ចឹងខ្ញុំចង់ឲ្យក្រសួងពិចារណាអំពីខ្សែភាពយន្តដែលមានប្រភេទអប់រំនេះគឺសូមឲ្យបើកទូលាយជាងនេះបន្តិចទៀតវិស័យភាពយន្តខ្មែរបានឈានដល់ចំណុចកំពូលរបស់ខ្លួននៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ1960ប៉ុន្តែវិស័យនេះបានដាំក្បាលចុះមកវិញយ៉ាងគំហុកចាប់តាំងពីទសវត្សរ៍ឆ្នាំ1970មកទើបតែនៅក្នុងទសវត្សរ៍ចុងក្រោយនេះទេដែលគេឃើញវិស័យនេះបានរើបឡើងវិញបន្តិចម្ដងដោយមានផលិតករនិងស្នាដៃមានគុណភាពមួយចំនួនប៉ុន្តែអ្នកជំនាញខាងវិស័យភាពយន្តនេះនិយាយថាផលិតករត្រូវធ្វើការងារច្រើនថែមទៀតដើម្បីរុញច្រានវិស័យនេះឲ្យរីកចម្រើនទៅមុខបានលឿននោះលោក Cedric Eloy គឺជានាយកប្រតិបត្តិនៃគណៈកម្មការបណ្ដុំបណ្ដាលនិងទទួលផលិតភាពយន្តនៅកម្ពុជាឬដែលហៅជាភាសាអង់គ្លេសថា Cambodia Film Commission ប្រទេសកម្ពុជាចាំបាច់ត្រូវតែធ្វើភាពយន្តដែលអាចឈានទៅដល់ទីផ្សារអន្តរជាតិបាននិងអាចចាក់បញ្ចាំងឲ្យគេមើលបាននៅតាមរោងភាពយន្តទាំងក្នុងស្រុកនិងនៅកន្លែងផ្សេងទៀតនៅជុំវិញពិភពលោកផលិតករភាពយន្តក្នុងស្រុកនិយាយថាគ្រាន់តែការជ្រើសរើសផលិតភាពយន្តគឺជាការលំបាករួចស្រេចទៅហើយដោយសារតែពួកគេមិនអាចស្វែងរកថវិកាបានច្រើនទេនៅក្នុងប្រទេសសម្រាប់ផលិតកម្មរបស់ខ្លួននោះដូច្នេះការរដ្ឋបិទណាមួយចំពោះការចាក់បញ្ចាំងខ្សែភាពយន្តដែលផលិតបានហើយរឹតតែធ្វើឲ្យពួកគេបាក់ទឹកចិត្តឡើងចង់ផលិតតទៅទៀតលោកនាងកាវិចគឺជាផលិតករភាពយន្តវ័យក្មេងដែលបានផលិតស្នាដៃមួយចំនួនកន្លងមកខ្ញុំគិតថាធ្វើកុនខ្លាចតែរឿងល្អឥឡូវមានរឿងអីគេអត់ចាក់បញ្ចាំងទៀតខ្ញុំថាមានអារម្មណ៍ភ័យថានៅពេលខ្ញុំធ្វើកុនចំណងខ្ញុំទៅនឹងយកទៅកុនចាក់កន្លែងណាអញ្ចឹងបើក្រសួងឬក៏ថាបានគេអត់ចាក់លោកសិនច័ន្ទសាយាគឺជាប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកមានប្រសាសន៍ថាក្រសួងរបស់លោកក៏ដូចជារដ្ឋាភិបាលមិនដែលបានហាមឃាត់ខ្សែភាពយន្តណាមួយមិនឲ្យចាក់បញ្ចាំងនោះទេ
ប៉ុន្តែនៅពេលត្រូវចោទសួរថាហេតុអ្វីបានជារឿង3កន្លះរបស់លោកឆាយបូរ៉ាមិនត្រូវបានអនុញ្ញាតឲ្យចាក់បញ្ចាំងនោះលោកសិនច័ន្ទសាយាបានស្នើសុំកុំឲ្យថតហើយស្នើកុំឲ្យលើកយករឿងនេះមកនិយាយខ្ញុំមិនដែលមានផតតាំងរឿងណាមួយថារដ្ឋាភិបាលមកឲ្យបញ្ចាំងខ្ញុំលើកឧទាហរណ៍មួយលោកសាយាអត់ទៅជារឿង3ចុចកន្លះរបស់លោកឆាយបូរ៉ាមានការចោទថាក្រសួងបានឲ្យចេញដោយសារមានឈុតឆាកខ្លះក្រសួងទាមទារឲ្យយើងយ៉ាងណាក៏ដោយលោកឆាយបូរ៉ាមានប្រសាសន៍ថាការបង្កលក្ខណៈលំបាកដល់ផលិតករភាពយន្តក្នុងការចាក់បញ្ចាំងស្នាដៃរបស់ពួកគេនោះបានត្រឹមតែទាញវិស័យភាពយន្តក្នុងស្រុកឲ្យដើរថយក្រោយប៉ុណ្ណោះខ្មែរគួរតែគូសវាសយុទ្ធសាស្ត្រសម្រាប់វិស័យភាពយន្តខ្មែរឲ្យបានល្អប្រសើរជាងនេះបើមិនគ្រប់គ្រងក៏កុំហាមឃាត់ពេកដែរលោកបន្ថែមថាលោកនឹងព្យាយាមដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណចាក់បញ្ចាំងខ្សែភាពយន្តថ្មីរបស់លោកម្ដងទៀតនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយរាយការណ៍ពីរាជធានីភ្នំពេញខ្ញុំសាយមុនី VOA